យានចេញអ្នកចំនួនគ្មានបេះដូងតែអ្នកអាចគ្មានភាពខ្មាស់អៀនយ៉ាងនេះដើម្បីរកលុយពីការខិតខំធ្វើការរបស់មនុស្សគ្រប់គ្នាដោយរបៀបណាបងប្អូនឲ្យខ្ញុំបានទៅការដ្ឋានសំណង់នៅភាគខាងលិចនៃទីក្រុងកាលពីម្សិលមិញដើម្បីពិនិត្យមើលអ្នកដទៃអាហារថ្ងៃត្រង់មួយប្រអប់ម្ហូបសាច់ពីរមុខនិងម្ហូបបន្លែពីរមុខវាគួរតែចំណាយត្រឹមតែ8យ៉នប៉ុណ្ណោះប៉ុន្តែបុរសគ្មានបេះដូងរូបនេះបានគិតថ្លៃបន្ថែមពីយើងនៅពេលព្រឹកព្រលឹមលឿនចៅហ្វូគុយកុំនិយាយមិនសមហេតុសមផលអីខ្ញុំមិនអាចគ្រប់គ្រង38យ៉នបានទេប៉ុន្តែខ្ញុំអាហារប្រអប់ដែលខ្ញុំបានប្រើពីមុនគឺមានសុវត្ថិភាពនិងឆ្ងាញ់ណាស់ខ្ញុំបានទិញសាច់ស្រស់នៅថ្ងៃនោះហើយខ្ញុំមិនបានញ៉ាំអាហារប្រអប់បន្ថែមណាមួយជារៀងរាល់ពេលរកលុយបានតាមរយៈមធ្យោបាយមិនសមហេតុផលមែនហើយយើងជួបចៅ filing រាល់ថ្ងៃខុសហើយពួកវាទាំងអស់សុទ្ធតែជាជ្រូកដែលទើបនឹងចាប់បានថ្មីក្រោយមកមែនហើយលោកយ៉ាវអ្នកប្រហែលជាកំពុងលេងសាច់ហើយឥឡូវនេះ8យ៉នគួរតែគ្រប់គ្រាន់សម្រាប់របស់របរភាគច្រើនលុយទិញគ្រឿងទេសមែនទេមែនហើយបងប្អូនឲ្យអាហារនេះមកពី Bosland បន្ថែមទៀតណាស់ពេលញ៉ាំអ្នកទាំងអស់គ្នាតើអ្នករកលុយបានប៉ុន្មានតិចតួចដែលអ្នករកបានដោយការប្រថុយជីវិតរបស់អ្នកទេពួកគេទាំងអស់ត្រូវបានបង្ហូរឈាមជីវិតរបស់ពួកគេចេញស្បែកក្តោបដល់កំសត់នេះហើយសាច់នេះហៅថាសាច់អាវីគ្រាន់តែជារបស់ដែលស្រដៀងនឹងការលេបរបស់ជ្រូកប៉ុណ្ណោះមែនហើយគាត់ថ្ងៃនេះឯងលឿនខ្ញុំក៏មានប្រាប់អ្នកថាគាត់បានបង្ហាញថាមានតម្លៃតិចជាង$3អូទុកឲ្យវាទៅជាបែបនេះចុះពិតមែនឬអ្នកខ្វាក់ភ្នែកមែនខ្ញុំចាយលុយហេតុអ្វីខ្ញុំគួរចេញថ្លៃអាហាររបស់អ្នកបងទៅថ្ងៃនេះខ្ញុំកំពុងបង្រៀនអ្នកចូលសន្សំលុយដែលរកបានដោយលំបាកនេះយករបស់របររបស់យើងមកទីនេះបងប្រុសមើលចាប់ផ្ដើមពីថ្ងៃនេះទៅនេះជាច្រកទ្វារទៅកាន់ការដ្ឋានសំណង់ថតរូបវាទេញ៉ាំទៅយកព្រមប៉ុន្តែ$8ខ្ញុំធានាវាបន្ទាប់មកបងប្រុសអ្នកធ្វើវាទៅកូដម៉ត់របស់គាត់មានជាតិខ្លាញ់តើអ្នកណាចង់ញ៉ាំអាហាររបស់ស្ត្រីមេម៉ាយនេះវាស្លេកស្លាំងនិងគ្មានរសជាតិអ្នកណាប្រសិនបើពួកគេនៅរស់ពួកគេពិតជាកំពុងស្នើសុំការខាត់បងដ៏ធំមួយលោកយ៉ាវអ្នកបាននិយាយអញ្ចឹងមែនហើយវាជាការពិត8យ៉នពិតជាអាចទៅរួចច្រើនសាច់ខ្លាញ់ខ្ញុំរក្សាពាក្យរបស់ខ្ញុំតិចអ្នកខ្ញុំមិនចាក់ចេញទេចៅចាស់លោកចៅនិយាយត្រូវហើយលីនគាត់គិតថាអ្នកមកពីគ្រួសារដែលមានឪពុកម្ដាយតែម្នាក់ច្រើនជាងខ្ញុំទៅទៀតខ្ញុំបានយល់ព្រមមកជួយឧបត្ថម្ភអាជីវកម្មរបស់អ្នកជារៀងរាល់ថ្ងៃវាបង្ហាញថាស្ត្រីម្នាក់នេះពិតជាគ្រប់អាក្រក់ម្នាក់នេះធ្វើពុតជាបរិសុទ្ធស្មោះត្រង់មែននាងមិនចង់ឆ្លៀតឱកាសអ្នកទាំងអស់គ្នាមិនសមហេតុផលទេឬដែលទៅស៊ីសាច់ធាត់របស់ចៅហ្វាយ៉ាវពួកអាថោកទៀបបងស្រីលីនតែងតែដាក់សាច់បន្ថែមចូលក្នុងចានរបស់មនុស្សគ្រប់គ្នាពេលនាងយកអាហារខ្ញុំមិនឆ្លៀតឱកាសយកលុយ8យ៉ននេះទេហើមទីជូឯងអាថោកទៀបទីជូមានចរិតឆេវឆាវមែនទេឯងចាប់អារម្មណ៍នឹងស្ត្រីមេម៉ាយដែលមានកូនម្នាក់នេះណាស់មែនទេមិនអីទេឯងអាចនៅទីនេះជាមួយគាត់ហើយអត់ឃ្លានបានទីជូត្រឡប់មកវិញលីចាស់អ្នកថាខ្ញុំគ្មានបេះដូងមែនទេខ្ញុំទៅផ្សារកសិកររៀងរាល់ព្រឹកម៉ោង4:30រើសស្បែកក្តោបពណ៌បៃតងខ្ចីដែលនៅតែសាមដោយទឹកសន្សើមហើយទិញជើងជ្រូកស្រស់ដែលដឹកជញ្ជូនដោយផ្ទាល់ពីរោងចក្រកែច្នៃសាច់ជាមួយនឹងត្រាចតាល័យសាក់ពណ៌ខៀវប្រេងដែលខ្ញុំប្រើសម្រាប់ចម្អិនអាហារគឺជាប្រេងសណ្ដែកសៀងពិតពីផ្សារទំនើបថ្លាដូចគ្រីស្តាល់គ្មានភាពមិនបរិសុទ្ធសូម្បីតែមួយម៉ាត់សូមក្រឡេកមើលទៅក្នុងឆ្នាំងដោយខ្លួនឯងទឹកស៊ុបដែលដាំឲ្យពុះរយៈពេល3ម៉ោងមិនមានរសជាតិសិបនិមិត្តហិរទេខ្ញុំបានលាងស្លឹកបន្លែទាំងនេះ3ដងសូម្បីតែធូលីដីក៏មិនអាចយកចេញបានដែរនោះហើយជាអ្វីដែលអ្នកហៅថាសុវត្ថិភាពនោះហើយជាអ្វីដែលអ្នកហៅថាអនាម័យសប្តាហ៍ថ្ងៃនេះតម្លៃខ្ពស់ណាស់តើអ្នកមិនដឹងទេថាសាច់ជ្រូក1ផោនមានតម្លៃប៉ុន្មានហើយស្បែកក្តោប1ផោនមានតម្លៃប៉ុន្មានចៅហ្វូគុយអាចផ្ដល់ឲ្យអ្នកនៅសាច់ជ្រូកខ្លាញ់មួយចានទាំងមូលក្នុងតម្លៃ8យ៉នប្រសិនបើអ្នកនៅតែអាចរកលុយបានតើសាច់នោះមកពីណាតើអ្នកហ៊ានគិតអំពីវាដោយប្រុងប្រយ័ត្នទេខ្ញុំត្រូវបានបញ្ឈប់ពីការងារនៅពេលព្រឹកព្រលឹមហើយរកប្រាក់ចិញ្ចឹមជីវិតដោយការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនខ្ញុំរកប្រាក់បានស្អាតស្អំនិងរកបានដោយលំបាកខ្ញុំអាចធានាដោយដៃរបស់ខ្ញុំនៅលើទ្រូងរបស់ខ្ញុំថាខ្ញុំគ្មានមន្តសការសម្រាប់រាល់ខាំដែលខ្ញុំញ៉ាំនោះទេប្រសិនបើអ្នកចង់ញ៉ាំសាច់ថោក8យ៉ននោះជាសេរីភាពរបស់អ្នកប៉ុន្តែខ្ញុំកំពុងនិយាយរឿងនេះនៅថ្ងៃនេះអ្នកទទួលបានអ្វីដែលអ្នកចំណាយសាច់ដែលមានប្រភពដើមគួរឲ្យសង្ស័យនេះមានតម្លៃថោកកុំបន្ទោសខ្ញុំប្រសិនបើអ្នកឈឺដោយសារការញ៉ាំរបស់នេះខ្ញុំកំពុងព្រមានអ្នកនៅថ្ងៃនេះបងស្រីលីនតើយើងគ្រាន់តែប្រគល់កន្លែងនេះទៅឲ្យបរិសុទ្ធពីរអ្នកនោះដោយឥតគិតថ្លៃមែនទេអ្វីដែលពួកគេអាចគិតបាននៅពេលនេះគឺលុយ2យ៉នថោកនិងការសន្យាដែលចៅហ្វូគុយបានធ្វើប្រសិនបើអ្នកព្យាយាមបញ្ឈប់ពួកគេឥឡូវនេះពួកគេនឹងគិតថាអ្នកកំពុងរារាំងផ្លូវរបស់ពួកគេដើម្បីយកសាច់របស់ពួកគេប៉ុន្តែសាច់8យ៉នរបស់បងស្រីលីនដែលអ្នកអាចញ៉ាំបានគឺជាក់ស្ដែងខុសច្បាប់ចុះបើមានរឿងធ្ងន់ធ្ងរកើតឡើងវាពិបាកបំផុតក្នុងការដាស់នរណាម្នាក់ដែលកំពុងធ្វើពុតជាដេកលក់ប៉ុន្តែការធ្វើឲ្យពួកគេរងទុក្ខវេទនានៅលើបង្គន់រហូតដល់ជើងរបស់ពួកគេរបូតចេញគឺមានប្រសិទ្ធភាពជាងការបង្រៀនរាប់ពាន់ដងត្រូវប្រុងប្រយ័ត្នបន្ថែមទៀតក្នុងរយៈពេលប្រហែលថ្ងៃខាងមុខនេះហើយកុំប៉ះស្លឹកបន្លែសូម្បីតែមួយសន្លឹកនៅក្នុងឆ្នាំងរបស់យ៉ាវហ្វឹកយ៉ៃសូម្បីតែស៊ុបមួយដំណក់ក៏ដោយកុំបារម្ភអីបងស្រីខ្ញុំចង់ញ៉ាំនំប៉័ងស្ងួតជាងរបស់រលួយនោះខ្ញុំដឹងថាពណ៌សម្បុរពិតរបស់យ៉ាវហ្វឹកយ៉ៃនឹងត្រូវបានបង្ហាញក្នុងពេលឆាប់នេះប៉ុន្តែខ្ញុំមិនដែលស្រមៃថាមនុស្សទាំងនេះអាចអាក្រក់ខ្លាំងដល់ថ្នាក់ពួកគេគ្មានមន្តសការនៅសល់នោះទេថ្ងៃលោកយ៉ាវស្ថិតក្នុងស្ថានភាពអាក្រក់ណាស់ខ្ញុំស្ទើរតែក្អួតទឹកប្រមាត់កាលពីម្សិលមិញតើសាច់ប្រភេទនេះជាអ្វីវាមានរសជាតិអាក្រក់ជាងកន្លែងចាក់សម្រាមនៅភាគខាងត្បូងនៃទីក្រុងទៅទៀតអ្នកជាសម្រាមអត់ប្រយោជន៍តែងតែត្អូញត្អែរអំពីការមិនធ្វើអ្វីទាំងអស់អ្នកសមនឹងក្លាយជាមនុស្សអាក្រក់ពេញមួយជីវិតរបស់អ្នកសាច់នេះមានពណ៌បៃតងខ្លាំងរហូតដល់វាភ្លឺចែងចាំងហើយវាពោពេញទៅដោយជំងឺមហារីកកូនកណ្ដុរសូម្បីតែឆ្កែក៏នឹងរត់ចេញនៅពាក់កណ្ដាលអាធ្រាត្រដែរប្រសិនបើពួកវាត្រូវបានចិញ្ចឹមដោយសាច់នេះតើវាអាចបរិភោគបានសម្រាប់មនុស្សទេប្រសិនបើមាននរណាម្នាក់ស្លាប់ដោយសារការបរិភោគសាច់នេះយើងនឹងចំណាយប្រាក់យ៉ាងច្រើនពួកគេបានស្រុកធូលីស៊ីម៉ង់ពេញមួយថ្ងៃនៅក្នុងការដ្ឋានសំណង់ហើយគីមីវិទ្យារបស់ពួកគេកាន់តែយ៉ាប់យ៉ឺនលុះត្រាតែមានបញ្ហាបន្ទាន់តើអ្នកណាអាចប្រាប់ពីភាពខុសគ្នាបាននៅព្រឹកព្រលឹមកម្មករស្រីរឹងរូសដែលត្រូវបានបញ្ឈប់ពីការងារនោះបានទៅរោងចក្រកែច្នៃសាច់ស្របច្បាប់មួយដើម្បីទិញសាច់ជ្រូកជើងខាងមុខវាមានតម្លៃ15 យ៉នក្នុង1ផោនថៅកែសាច់ទីផ្សារងឹតរបស់យើងបានលក់វាឲ្យខ្ញុំជាសំណល់អេតចាយក្នុងតម្លៃ2យ៉នក្នុង1ផោននោះជារឿងគួរឲ្យអស់សំណើចណាស់ខ្ញុំសន្សំបានជាង10យ៉នក្នុង1ផោនប្រសិនបើខ្ញុំទទួលបាន200ផោនក្នុងមួយថ្ងៃភាពខុសគ្នានៃតម្លៃនោះគឺគ្រប់គ្រាន់សម្រាប់អ្នកដើម្បីទៅក្លឹបលំដាប់ខ្ពស់បំផុតរបស់ទីក្រុងរឿងនេះបានកើតឡើងច្រើនដងមកហើយកុំគ្រាន់តែឈរនៅទីនោះប្រញាប់ឡើងហើយដាំទឹកឲ្យពុះប៉ុន្តែក្លិនវាខ្លាំងពេកហើយពណ៌បៃតងភ្លឺនោះ
សូម្បីតែសត្វក៏អាចប្រាប់ពីអ្វីដែលខុសបានដែរប្រសិនបើអ្នកមិនអាចបិទបាំងវាបានវាដោយសារតែអ្នកល្ងងខ្លៅថ្ងៃនេះលោកយ៉ាវខ្ញុំនឹងបង្រៀនអ្នកផ្ទាល់នៅមេរៀនមួយជូតភ្នែករបស់អ្នកឲ្យស្អាតហើយមើលដោយប្រុងប្រយ័ត្ននេះត្រូវបានគេហៅថាម្ទេសឧស្សាហកម្មលំដាប់ខ្ពស់ដំណក់ម្ទេសក្រហមមួយដំណក់នេះអាចធ្វើឲ្យអណ្ដាតរបស់អ្នកស្ពឹកដោយផ្ទាល់ជាមួយនឹងរសជាតិហឹររបស់វានេះត្រូវបានគេហៅថារសជាតិសាច់ជ្រូកដ៏សាហាវកម្រិតខ្ពស់គ្រាន់តែពីស្លាបព្រាបាយក្លិនក្រអូបអាចហើរបានឆ្ងាយរាប់ម៉ាយគ្រប់គ្រាន់ដើម្បីដាស់អ្នកស្លាប់ចេញពីភ្នូររបស់ពួកគេដាវីតគ្រាន់តែបន្ថែមក្លិនក្រអូបបន្តិចទឹកស៊ីអ៊ីវខ្មៅបន្តិចហើយវាជាអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់ភ្នែកច្រមុះនិងក្រអូបមាត់កម្មករដែលខិតខំធ្វើការទាំងនេះបរិភោគវាល្អជាងអ្វីផ្សេងទៀតវាជាស្នាដៃដ៏អស្ចារ្យមួយដែលស្ទើរតែប្រែក្លាយសំទៅជាមាសមកមានសាច់ខ្លាញ់ច្រើនណាស់8យន់សម្រាប់ញ៉ាំឲ្យឆ្អែតលោកចាស់លីសូមឲ្យខ្ញុំមួយចំណែកធំសម្រាប់ការបញ្ជាទិញលើកដំបូងរបស់ខ្ញុំអូអរគុណលោកចៅហ្វាយចៅអរគុណលោកស្វាសាច់នេះមើលទៅឆ្ងាញ់ណាស់វាមានរសជាតិឆ្ងាញ់ណាស់សាច់នេះពិតជាហឹរនិងទន់ល្មមអាចញ៉ាំជាមួយបាយបានយ៉ាងល្អឥតខ្ចោះលោកចៅហ្វាយយ៉ាវពិតជាមានចិត្តទូលាយណាស់ប្រេងពិតជាអស្ចារ្យណាស់វាថែមទាំងល្អជាងសាច់នៅក្នុងសៀវភៅទៀតផងទោះបីជាសាច់របស់លោកចៅហ្វាយយ៉ាវដំបូងឡើយមានរសជាតិស្រាបបន្តិចក៏ដោយវានៅតែមានក្លិនក្រអូបមិនគួរឲ្យជឿតើអ្នកដឹងអ្វីខ្លះអំពីប្រេងក្រហមលាយជាមួយបាយនេះត្រូវបានគេហៅថាគ្រឿងទេសសម្ងាត់ដែលប្រើសម្រាប់ស្ងោរសាច់រហូតដល់វាទន់អីទីជូនេះឯងហៅថាមានមោទនភាពពេកមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនមើលចុះឯងត្រូវតែញ៉ាំនំប៉័ងស្ងួតដើម្បីសុំទោសចៅហ្វាយចៅដើម្បីនិយាយជំនួសស្ត្រីមេម៉ាយដែលត្រូវបានបញ្ឈប់ពីការងារនោះវាគ្មានអ្វីល្អជាងនំប៉័ងស្ងួតនេះទេពេលខ្ញុំចេញពីភ្នំប៉ាខ្ញុំបានប្រាប់ខ្ញុំថាភាពក្រីក្រមិនគួរធ្វើឲ្យស្មារតីរបស់មនុស្សម្នាក់ចុះខ្សោយទេហើយមនុស្សម្នាក់ក៏មិនគួរបដិសេធមិនបរិភោគដោយមិនរើសអើងដែរឲ្យតែឯងសប្បាយចិត្តញ៉ាំឯងជាមនុស្សល្ងងខ្លៅមិនដឹងគុណក្បាលរឹងឯងសំនឹងកនឹងអត់ឃ្លានណាស់បងស្រីលីនយប់មិញខ្ញុំឈឺពោះពាក់កណ្ដាលអាធ្រាត្រពេលខ្ញុំទៅផ្ទះខាងក្រៅនៅពីក្រោយការដ្ឋានសំណង់ខ្ញុំបានឃើញស្វាស្គមកំពុងបើកឡានដឹកទំនិញត្រឡប់មកវិញជាមួយនឹងសាច់ជ្រូកងាប់ដែលវេចខ្ចប់ពណ៌ខៀវនិងមិនទាន់ត្រួតពិនិត្យសាច់នោះថែមទាំងមើលទៅពណ៌បៃតងនៅក្រោមពើហើយវាមានក្លិនស្អុយខ្លាំងចៅហ្វូគុយខ្ញុំពិតជាមិននឹកស្មានថាអ្នកហ៊ានប្រថុយជីវិតមនុស្សបែបនោះទេពេលអ្នកត្រឡប់មកវិញកុំប្រាប់អ្នកណាឲ្យសោះធ្វើពុតជាអ្នកមិនដឹងអ្វីទាំងអស់អំពីខ្ញុំដែលទទួលយករឿងនេះត្រឡប់ទៅសម្រាប់ទៅខ្ញុំនឹងមើលថែអ្នកដែលនៅសល់មនុស្សអាចគិតថាខ្ញុំគ្រាន់តែជាម្ដាយតូដែលត្រូវបានបញ្ឈប់ពីការងារប៉ុន្តែខ្ញុំត្រូវតែធ្វើជាគំរូល្អសម្រាប់កូនស្រីរបស់ខ្ញុំអ្នកត្រូវតែរឹងមាំតើជួងហៅរកបានប៉ុន្មាននៅថ្ងៃនេះសរុបរបស់យ៉ាវលើសពី1,500បងប្អូនប្រុសដែលធ្វើការទាំងនេះឥឡូវនេះញៀនសាច់ជ្រូកស្ងោររបស់យើងពួកគេរត់លឿនជាងទន្សាយទៅទៀតនៅពេលដែលម្ហូបត្រូវបានបម្រើពួកគេខ្លាចខាតបង់ប្រាក់ចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នោះឃើញទេនោះជាឱកាសអាជីវកម្មលីនជេនកម្មករស្រីដែលត្រូវបានបញ្ឈប់ពីការងារតែងតែនិយាយអំពីភាពស្រស់ស្រាយនិងមានសិទ្ធិសម្បញ្ញៈតើវាមានប្រយោជន៍អ្វីដែលមនុស្សក្រីក្រចង់បានគឺអាហារថោកនិងរសជាតិខ្លាំងថ្ងៃស្អែកចូលទៅផ្សារងឹតហើយទិញដំឡូងនិងស្ពៃក្តោបមួយចំនួនដែលហៀបនិងរលួយលាបវាជាមួយទឹកខ្មេះគីមីហើយអ្នកអាចបញ្ចុះតម្លៃបាន2សេនទៀតអស្ចារ្យណាស់លោកចៅខួរក្បាលរបស់អ្នកពិតជាអស្ចារ្យណាស់អ្នកបានប្រែក្លាយសំទៅជាមាសសួស្តីអ្នកទាំងអស់គ្នាមើលស្ត្រីមេម៉ាយគ្មានបេះដូងនៅត្រើយខាងផ្លូវនោះនៅតែនៅទីនេះដូច្នេះអាជីវកម្មរបស់លោកលីនបានបរាជ័យហើយឥឡូវនេះគាត់នៅទីនេះដើម្បីលបួងសាច់ជ្រូកលាបទឹកឃ្មុំរបស់លោកចៅដើម្បីបំពេញចំណង់របស់គាត់មើលថាតើសាច់របស់លោកចៅមានទម្ងន់ប៉ុណ្ណាតើអាជីវកម្មនោះមែនទេនោះជាការប្លន់បើមិនដូច្នោះទេតើយើងទាំងអស់គ្នានឹងត្រូវបោកប្រាស់ដោយអ្នករយៈពេលប៉ុន្មានទោះបីជាចៅហ្វាយពិតជាមនុស្សអាក្រក់ដ៏ខូខើនៅលីនឆេងក៏ដោយសាច់ជ្រូកស្ងោររបស់គាត់គឺឆ្ងាញ់មែនទេជាការពិតណាស់វាមានក្លិនក្រអូបខ្ញុំមិនដឹងថាវាមានក្លិនល្អឬអត់ទេប៉ុន្តែមុខរបស់អ្នកពណ៌បៃតងដូចស្បៃខ្មៅនៅក្នុងវាលស្រែគ្រូលីស៊ូបាននិយាយថាអ្នកបានក្រោកពីដំណេកច្រើនដងក្នុងរយៈពេល2យប់កន្លងមកនេះហើយកំភួនជើងរបស់អ្នកអមួក្រពើច្រើនអាហារអ្នកកំពុងនិយាយអ្វីមិនសមហេតុផលខ្ញុំទើបតែមានអារម្មណ៍ញាក់កាលពីយប់មិញដោយសារគេងបើកកង្ហាវាគ្រាន់តែជាជំងឺគ្រុនក្តៅប៉ុណ្ណោះអ្នកមិនយល់ទេជប់បង្កាច់បង្ខូចនិងជេរប្រមាថខ្ញុំដោយសារការច្រណែនឈ្នានេះទៅលីនឆេនជប់និយាយមិនសមហេតុសមផលទៅអ្នកមិនអាចដំណើរការអាជីវកម្មផ្ទាល់ខ្លួនបានទេដូច្នេះអ្នកមកទីនេះដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាយកប្រតិបត្តិរបស់យើងចៅព្រឹកព្រលឹមហើយដូច្នេះកុំធ្វើជាមនុស្សជូរចត់អីមិនថាអ្នកជាឆ្មាទាន់សម័យឬអត់ទេអ្នកដឹងច្បាស់បំផុតនៅក្នុងចិត្តរបស់អ្នកថាមនុស្សនឹងកុហកដើម្បីទទួលបានអត្ថប្រយោជន៍ប៉ុន្តែថ្លើមនិងក្រពះរបស់អ្នកនឹងមិនដំណើរការដោយខ្លួនឯងទេមែនទេបរិយាកាសនៅការដ្ឋានសំណង់របស់បងស្រីលីនឥឡូវនេះមិនសូវល្អទេមានអ្វីខុសជាមួយវាព្រឹកនេះពេលកំពុងចង់ដៃគោលើនាងដៃរបស់ជាវហ៊ីវញ័រយ៉ាងខ្លាំងរហូតដល់មើលទៅដូចជាគាត់មានជំងឺអ្វីមួយគាត់មិនអាចរឹកខ្សែនោះឲ្យតឹងបានត្រឹមត្រូវទេហើយស្ទើរតែធ្លាក់ពីលើជាន់ទី2លោកតាលៃបានទៅបង្គន់8ដងនៅព្រឹកនេះហើយនៅទីបំផុតគាត់អាចដើរបានតែដោយកាន់ជញ្ជាំងប៉ុណ្ណោះអ្នកមើលការខុសត្រូវគឺអ្នកគ្រប់គ្រងយ៉ាងគិតថាពួកគេកំពុងធ្វេសប្រហែសដោយចិត្តណាបុគ្គលិកម្នាក់បានចង្អុលទៅលោកតាលៃហើយស្ដីបន្ទោសគាត់ដោយនិយាយថាជាតិពុលបានចាក់ឬក្នុងខ្លួនរបស់គាត់យ៉ាវហ្វយ៉ៃបានប្រើសូដាខុសតិកឧស្សាហកម្មដើម្បីលាងសម្អាតលួនបន្ទាប់ពីចង់ផ្សិតពណ៌បៃតងនៅលើសាច់ជ្រូកត្រូវបានបិទបាំងដោយសារធាតុបន្ថែមរសជាតិសិប្បនិមិត្តច្រើនពេកនិងប្រេងទេសឧស្សាហកម្មដែលពួកគេចូលចិត្តដែលត្រូវបានប្រើដើម្បីទប់ស្កាត់ក្លិនជូរនិងស្អុយការញ៉ាំរបស់នេះរយៈពេល1ឬ2ថ្ងៃអាចបណ្ដាលឲ្យរាតបានតែប៉ុណ្ណឹងប៉ុន្តែពួកគេបានញ៉ាំវាអស់រយៈពេល3ថ្ងៃពេញតើនឹងមានអ្វីកើតឡើង
សេតនហាភាពខ្ពស់ក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនេះគឺជាកាតាលីករដ៏ល្អឥតខ្ចោះកម្មករត្រូវបានបង្ខំឲ្យឈានដល់ដែនកំណត់របស់ពួកគេរួចហើយដោយការប៉ះពាល់នឹងព្រះអាទិត្យជារៀងរាល់ថ្ងៃហើយបន្ទាប់មកពួកគេបានលេបលោហៈធ្ងន់ច្រើនដោយសារឆ្លងមេរោគប៉ារ៉ាស៊ីតនិងបាក់តេរីគ្រុនពោះវៀននិងថ្លើមរបស់ពួកគេបានក្លាយជាធុងម្សៅដែលផ្ទុកលើសទម្ងន់ជាយូរមកហើយលទ្ធផលពីមន្ទីរពិសោធន៍នឹងចេញនៅរសៀលនេះប៉ុន្តែសូម្បីតែធុងម្សៅនេះនៅក្នុងខ្លួនរបស់ពួកគេក៏មិនស្ថិតស្ថេរដែរនៅរសៀលនេះជាឈូបានប្រាប់មិត្តរួមការងារដែលអ្នកទុកចិត្តនិងអាចទុកចិត្តមួយចំនួនឲ្យនៅឆ្ងាយពីរនាំងនឹងគ្រឿងចាក់ពេលកំពុងធ្វើការព្យុះនេះហៀបនឹងមកដល់ហើយអូយអូនសម្លាញ់អូនបាត់ជើងធំរួចឬនៅប្រញាប់ឡើងណាពោះវៀនបងជាប់គ្នាអស់ហើយអូនទ្រាំលេងបានទៀតហើយតើអ្នកកំពុងបង្ខំខ្ញុំធ្វើអ្វីខ្ញុំនៅទីនេះកន្លះម៉ោងហើយជើងរបស់ខ្ញុំស្ពឹកហើយខ្ញុំមិនអាចក្រោកឈរបានទេអញសុខសប្បាយជាទេជ្រូកហេតុអ្វីអញមិនទៅមន្ទីរពេទ្យហើយទិញថ្នាំអញចង់បានអ្វីបុរសចំណាស់នោះនិយាយថាពួកគេលក់ថ្នាំអស់ហើយមនុស្សរាប់រយនាក់នៅក្នុងការដ្ឋានសំណង់មានជំងឺរាគរូសនៅថ្ងៃនេះសាច់នេះពិតជាទន់មែនប៉ុន្តែមានបញ្ហាអ្វីមួយជាមួយសាច់មួយដុំតម្លៃ8យ៉ននេះបងប្អូនឲ្យជប់ទីងទៅមានអ្វីមួយខុសប្រក្រតីនៅទីនេះគ្មានអ្វីដែលហៅថាអាហារថ្ងៃត្រង់ឥតគិតថ្លៃទេចៅហ្វូគួយបុរសម្នាក់នោះពិតជាមិនបានផ្ដល់ឲ្យយើងនៅរបស់ល្អណាមួយឡើយចូលយើងទៅរកគាត់ហើយសូមការពន្យល់មែនហើយចូលយើងទៅរកគាត់ថ្ងៃនេះខ្ញុំទីងច្រើនណាស់ខ្ញុំមិនអាចរើបាដៃបានទេហើយអ្នកគ្រប់គ្រងចាងបានកាត់ប្រាក់រង្វាន់ចូលរួមពេញលេញរបស់ខ្ញុំចំនួន50យ៉នរឿងនេះមិនអាចទុកចោលបែបនេះទេតើអ្នកកំពុងធ្វើអ្វីទៅសុំទាននៅកន្លែងផ្សេងទៅតើអ្នកកំពុងថតអ្វីនៅពាក់កណ្ដាលថ្ងៃទោះបីជាអ្នកត្រូវបានគេលក់ក៏ដោយក៏អ្នកមិនអាចមានលទ្ធភាពបង់ថ្លៃវាបានដែរតើខ្ញុំកំពុងធ្វើអ្វីលើនេះកម្មករឲ្យតើអ្នករាល់គ្នាកំពុងជាយើងមិនរករឿងទេយើងគ្រាន់តែចង់ដឹងថាសាច់ប្រភេទណាដែលអ្នកបានឲ្យយើងញ៉ាំសម្រាប់អាហារថ្ងៃត្រង់ក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនេះបន្ទាប់ពីញ៉ាំសាច់ច្រើនដែលខ្ញុំបានឧបត្ថម្ភអ្នកឥឡូវនេះអ្នកកំពុងមកបង្កបញ្ហាអ្នកកំពុងកុហកប្រសិនបើវាជាសាច់ល្អហេតុអ្វីបានជាយើងទាំងអស់គ្នារៀបបន្ទាប់ពីញ៉ាំវាអ្នករាល់គ្នាដែលបានញ៉ាំប្រអប់អាហារថ្ងៃត្រង់របស់អ្នកកំពុងតម្រង់ជួរនៅក្នុងបង្គន់ថ្ងៃនេះពោះវៀនរបស់ខ្ញុំហៀបនឹងផ្ទុះអ្នកហ៊ាននិយាយថាសាច់របស់អ្នកមិនមានអ្វីខុសទេលោកយ៉ាវនេះជាកិច្ចព្រមព្រៀងអាជីវកម្មដែលអាចធ្វើឲ្យមនុស្សបាត់បង់ជីវិតអ្នកត្រូវតែផ្ដល់ការពន្យល់មកយើងនៅថ្ងៃនេះហើយទូទាត់សងសម្រាប់ការចំណាយលើការព្យាបាលរបស់យើងស្ញាត់ទៅឡាវលីអ្នកទាំងអស់គ្នាអ្នកមានពោះហើយកំពុងបន្ទោសសាច់ខ្ញុំមែនទេប្រាប់ខ្ញុំផងថាក្នុងកម្ដៅដ៏ក្ដៅគុក40អង្សាសេនៅរដូវក្ដៅនេះតើអ្នកទាំងអស់គ្នាបានខំប្រឹងផឹកទឹកត្រជាក់ដោយផ្ទាល់ពីម៉ាស៊ីនមែនទេឬក៏អ្នកបានទៅហាងលក់ការ៉េមថោកមួយដែលមានតម្លៃ50សេនក្នុងមួយកែវស្រមុកយើងធ្លាប់ផឹកទឹកដែរប៉ុន្តែយើងធ្លាប់ផឹកទឹកពីមុនមកហើយវាមិនដែលចម្លែកបែបនេះទេអតីតកាលគឺជាអតីតកាលអ្នកជាអ្នកដែលធ្វើពុតជាឈឺហើយឈឺពោះឥឡូវនេះអ្នកមកទីនេះហើយខ្ញុំដោយឃើញថាអ្នកខំប្រឹងធ្វើការទោះបីជាខ្ញុំខាតបង់ប្រាក់ពីយ៉នផ្ទាល់ខ្លួនរបស់ខ្ញុំដើម្បីឲ្យអ្នកញ៉ាំអាហារដើម្បីកែលម្អបុកអាហាររបស់អ្នកក៏ដោយហើយអ្នកគ្រាន់តែញ៉ាំឆ្អែតរួចបន្ទោសចុងភៅដោយសារអ្នកគិតថាខ្ញុំចៅបានបំពុលអ្នកដូច្នេះចាប់ពីថ្ងៃស្អែកទៅតុរបស់ខ្ញុំនឹងត្រូវបិទអ្នកអាចបន្តញ៉ាំនៅទីនោះបានអាហារ10យ៉ននៅពាក់កណ្ដាលអាធ្រាត្រនោះគ្រាន់តែជាទឹកស៊ុបប៉ុណ្ណោះខ្ញុំមិនព្រមបម្រើអ្នកទៀតទេទោះបីជាអ្នកអង្វរខ្ញុំក៏ដោយខ្ញុំបាននិយាយថាលោកតាលីអ្នកបានគិតរឿងនេះរួចរាល់ហើយឬនៅចៅអ្នកចាត់ការទូទៅរបស់យើងគឺជាបងថ្លៃរបស់អ្នកចាត់ការចាងប្រសិនបើអ្នកហ៊ានបង្កបញ្ហានៅទីនេះម្ដងទៀតជឿខ្ញុំចុះខ្ញុំនឹងទូរស័ព្ទទៅអ្នកចាត់ការចាងឥឡូវនេះប្រសិនបើអ្នកធ្វើឲ្យអ្នកចាត់ការចាងខឹងអ្នកនឹងមិនទទួលបាន1កាក់1សេនក្នុងខែនេះទេក្រពះរបស់ខ្ញុំចំណាស់បើវាឈឺចូលទៅទិញថ្នាំប្រឆាំងការរាគរូសទៅបើវាមិនដំណើរការទេជប់ផឹកទឹកក្តៅបន្ថែមទៀតហើយជប់រំខានខ្ញុំរកចំណូលបានរាប់ម៉ឺនយ៉នក្នុងមួយថ្ងៃហើយមិនមានពេលឆ្លុះជាមួយអ្នកទាំងអស់គ្នាដែលគ្រាន់តែនៅទីនោះដើម្បីធ្វើការងារនោះទេពួកគេត្រូវបានយ៉ាវហ្វហ្គៃបោកបញ្ឆោតទាំងស្រុងហើយត្រូវបានបញ្ជូនត្រឡប់មកវិញពួកគេច្បាស់ជាត្រូវបានគេបោកប្រាស់អ្នកគ្រប់គ្រងយ៉ាងគឺជាអ្នកម៉ៅការតើនោះផ្ដល់សិទ្ធិឲ្យគាត់ធ្វើបាបមនុស្សបែបនេះទេជាឈូដែលជាឆ្អឹងខ្នងរបស់អ្នកក្រីក្រជារឿយមិនត្រូវបានប្រទ្រង់ដោយបន្ទុកធ្ងន់នោះទេប៉ុន្តែដោយវិកេបត្រសង្គ្រោះជីវិតមួយចំនួនតូចនោះខ្ញុំដឹងថាពួកគេមិនហ៊ានបង្កបញ្ហាទេព្រោះពួកគេខ្លាចមិនទទួលបានប្រាក់ឈ្នួលពួកគេធ្លាប់ត្រូវបានគេប្រព្រឹត្តដូចជាសត្វពាហនៈប៉ុន្តែចៅហ្វូគុយបានកញ្ញាខុសមនុស្សមិនមែនធ្វើពីដៃថែបទេថ្នាំគ្រាប់មួយចំនួនមិនអាចទប់ស្កាត់ផលប៉ះពាល់រួមបញ្ចូលគ្នានៃរសជាតិសិប្បនិមិត្តកូនកណ្ដុរនិងសាច់រលួយបានទេជំរាបសួរតើនេះអ្នកស្រីលេងឈិនមែនទេលទ្ធផលតេស្តបានចេញមកហើយសំណាក់ដែលអ្នកបានផ្ញើមកគឺស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំងណាស់អាក្រក់ប៉ុណ្ណាវាមានផ្ទុកសារធាតុ Sudenvet ក្នុងកម្រិតច្រើនហួសប្រមាណហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺសាច់ខ្លួនឯងមានផ្ទុក Salmonella Thiosinate និង Enterotoxin Apis Staphylococcus aureus ក្នុងបរិមាណច្រើនសារធាតុពុលទាំងនេះមិនត្រឹមតែមិនត្រូវបានបំផ្លាញនៅសីតុណ្ហភាពខ្ពស់ប៉ុណ្ណោះទេថែមទាំងប្រតិកម្មរបស់វាក៏ត្រូវបានបង្កើនល្បឿនផងដែរនេះលែងជាបញ្ហាសុខភាពចំណីអាហារធម្មតាទៀតហើយអ្នកដែលបរិភោគសាច់នេះប្រសិនបើការចាក់ថ្នាំនៅតែបន្តការដាច់ក្រពះពោះវៀនស្រួចស្រាវនិងផលវិបាកផ្សេងទៀតឬសូម្បីតែការខ្សោយសរីរាង្គច្រើនអាចកើតឡើងនៅពេលណាក៏បានតែលើនេះវាយ៉ាងម៉េចដែរលោកគ្រូពេទ្យការតក់ស្លុតដែលអ្នកបានលើកឡើងបានចាប់ផ្ដើមហើយលើកនេះយើងពិតជាខ្វាក់ភ្នែកមែនយើងបានប្រព្រឹត្តអំពើបាបដ៏គួរឲ្យភ័យខ្លាចមួយពូលីតើអ្នកកំពុងធ្វើអ្វីលីនក្មេងស្រីនោះបានឲ្យសាច់ដែលមានសុវត្ថិភាពនិងអាចទុកចិត្តបានក្នុងតម្លៃ10យ៉នហើយនាងថែមទាំងបានធ្វើស៊ុបសណ្តែកបាយឲ្យយើងដើម្បីឲ្យយើងត្រជាក់ចិត្តនៅថ្ងៃក្តៅនេះទៀតផងប៉ុន្តែតើយើងបានធ្វើអ្វីយើងបានដេញនាងចេញពីច្រកទ្វារដោយសារតែតម្លៃខុសគ្នាត្រឹមតែ2យ៉នប៉ុណ្ណោះមើលទីជូគាត់ចង់ញ៉ាំនំប៉័ងចំហុយស្ងួតជាងប៉ះសាច់នោះយើងថែមទាំងសាច់ចំអកឲ្យគាត់ទៀតផងដោយនិយាយថាតើអ្នកអាចរកសាច់ធំធាត់បែបនេះក្នុងតម្លៃ8យ៉ននៅណាដែលអ្នកអាចញ៉ាំបានឆ្អែត
យើងបានឃើញភាពខុសគ្នាយ៉ាងច្បាស់ប៉ុន្តែយើងនៅតែព្យាយាមសន្សំប្រាក់ពីយ៉ាងនោះពេលយើងទៅត្អូញត្អែគាត់បានគម្រាមកាត់ប្រាក់ឈ្នួលរបស់យើងគាត់គ្រាន់តែឆ្លៀតឱកាសពីភាពក្រីក្ររបស់យើងហើយប្រើប្រាស់យើងជាកម្លាំងចលករយើងបានញ៉ាំសាច់មួយពេលហើយឥឡូវនេះយើងត្រូវត្រឡប់ទៅធ្វើការវិញចៅហ្វៃលីនខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះអ្នកណាស់អ្នកកំពុងនិយាយអំពីខ្ញុំក្រពះរបស់ខ្ញុំមានអារម្មណ៍ដូចជាវានឹងផ្ទុះឡើងពូជីឯងមានបញ្ហាអ្វីជួយផងសូមជួយផងខ្លាកំពុងងាប់មានរឿងដ៏គួរឲ្យភ័យខ្លាចមួយបានកើតឡើងវាជាគ្រោះមហន្តរាយដ៏ធំមួយជាអ្នកណាហេតុអ្វីបានជាអ្នកគូខ្លាំងម្ល៉េះតើខ្ញុំមិនបានប្រាប់អ្នកកុំឲ្យរំខានខ្ញុំពេលសម្រាប់អាហារថ្ងៃត្រង់ទេអ្នកចាត់ការឆេងមានរឿងដ៏គួរឲ្យរន្ធត់មួយបានកើតឡើងមានរឿងដ៏គួរឲ្យភ័យខ្លាចមួយបានកើតឡើងមេឃបានធ្លាក់ចុះតើវាជាកសិករខ្ជិលម្នាក់ដែលព្យាយាមគេចពីការងារម្ដងទៀតដោយយកកម្ដៅថ្ងៃជាលេសមែនទេខ្ញុំសូមប្រាប់អ្នកថាវាងមេងបានផឹកទឹកប្រឡាក់ឈាមហើយត្រឡប់ទៅជួរមុនវិញអ្នកណាដែលហ៊ានខ្ជិលនឹងត្រូវកាត់ប្រាក់រង្វាន់ចូលរៀនពេញលេញវាមិនមែនជាកម្ដៅថ្ងៃទេអ្នកគ្រប់គ្រងចាងពិតជាមិនមានកម្ដៅថ្ងៃទេគឺឡាវលីនិងសៀវហ៊ូដែលដួលសន្លប់ទាំងអស់មនុស្សរាប់សិបនាក់ដួលសន្លប់វាគ្រាន់តែជាការសម្ដែងប៉ុណ្ណោះគ្រាន់តែនៅពាក់កណ្ដាលថ្ងៃប៉ុណ្ណោះតើពួកគេមិនមានភាពស្វាហាប់ដូចរាល់ដងទេដែលលួចសាច់ជ្រូកស្ងោររបស់បងថ្លៃខ្ញុំហើយឥឡូវនេះពួកគេទាំងអស់គ្នាបានដួលរលំដោយព្យាយាមធ្វើកូដកម្មតើខ្ញុំមិនគ្រាន់តែសម្ដែងទេអ្នកគ្រប់គ្រងយ៉ាងពិតជាមាននរណាម្នាក់នឹងស្លាប់មែនពួកគេទាំងអស់គ្នាកំពុងរមៀលខ្លួននៅលើដីភ្នែករមៀលថយក្រោយញ័រខ្លួនអ្នកគ្រប់គ្រងយ៉ាងអ្នកគួរតែចេញទៅមើលការដ្ឋានសំណង់បានប្រែក្លាយទៅជាភ្នូសពរួមព្រះជាម្ចាស់អើយអ្វីមានអ្វីកើតឡើងពិតប្រាកដខ្មោចមួយក្រុមដែលមានអាយុខ្លីលោកចៅបងប៉ាវចាំខ្ញុំផងលោកចៅលោកជាអ្នកប្រាប់ខ្ញុំឲ្យទៅយកសាច់នេះពីទីផ្សារងឹតយកខ្ញុំទៅជាមួយផងហឹមតើអ្នកគិតថាអ្នកជានរណាខ្ញុំបានចិញ្ចឹមនិងមើលថែអ្នកពេញមួយពេលហើយឥឡូវនេះដល់វេនអ្នកដើម្បីតបស្នងសងគុណហើយបើមានអ្នកណាសួរគ្រាន់តែនិយាយថាអ្នកកំពុងព្យាយាមកឹបកេងលុយដែលមានបំណងសម្រាប់ទិញគ្រឿងទេសដើម្បីទិញសាច់ថោកដោយខ្លួនឯងមែនទេលោកចៅអ្នកកំពុងសុំឲ្យខ្ញុំយកការបរាជ័យជំនួសអ្នកមែនទេចុះបើខ្ញុំយកការបរាជ័យវិញបើខ្ញុំយកការបរាជ័យខ្ញុំនឹងឲ្យថ្លៃដោះស្រាយបើអ្នកហ៊ានធ្វើការចោទប្រកាន់មិនពិតខ្ញុំនឹងប្រើទំនាក់ទំនងរបស់ខ្ញុំដើម្បីសម្លាប់អ្នកចៅហ្វូគុយអាមនុស្សអាក្រក់អ្នកមិនអាចធ្វើបែបនេះបានទេបើទ្វារហើយចេញពីទីនេះទៅប្រសិនបើទីជូអាចរត់គេចខ្លួនបាននៅថ្ងៃនេះបងប្អូនប្រុសទាំងអស់ដែលដេកលើដីនឹងត្រូវរងទុក្ខឥតប្រយោជន៍លីចេនអ្នកឈួតមែនទេប្រញាប់ឡើងហើយរើឡានរបស់អ្នកទៅដើម្បីឲ្យខ្ញុំអាចរកកន្លែងទំនេរខ្លះខ្ញុំនឹងរើវាបន្តិចទៀតប៉ុន្តែអ្នកនឹងមិនទៅណាទេឥឡូវនេះតើអ្នកគិតថាអ្នកជានរណាដែលកំពុងរារាំងផ្លូវខ្ញុំលោកចៅប្រសិនបើអ្នកចង់ចាក់ចេញអ្នកនឹងត្រូវជន់ពីលើខ្ញុំបើលោកបើកឡានឥឡូវនេះហើយឲ្យខ្ញុំបើកឡានទៅលុយនេះជារបស់លោកហើយលីចេនតើលោកមិនចង់ឲ្យកូនស្រីលោកទៅសាលារៀនទេឬជាមួយលុយនេះកូនស្រីលោកអាចទៅសាលាមត្តេយ្យល្អបំផុតក្នុងទីក្រុងចៅហ្វូគុយទុកលុយខ្វក់របស់លោកទៅទុកលុយនេះឲ្យតែបានហើយលីនចេនអ្នកគ្រប់គ្រងចាងគឺជាបងថ្លៃរបស់ខ្ញុំគាត់ជាអ្នកសម្រេចការដ្ឋានសំណង់នេះបើលោកហ៊ានបញ្ឈប់ខ្ញុំថ្ងៃនេះជឿខ្ញុំចុះខ្ញុំនឹងធ្វើឲ្យប្រកាសថាលោកមិនអាចឲ្យតូបលក់បន្លែរបស់លោកដំណើរការបានទេឥឡូវនេះពូហាទោះបីជាករណីនេះធ្ងន់ធ្ងរឬអត់ក៏ដោយសូមបញ្ឈប់ភីគីមខាងទៀតយើងនឹងទៅដល់កន្លែងកាត់ហែកក្នុងរយៈពេល5នាទីលោកយ៉ាងបងថ្លៃរបស់អ្នកបានបង្កបញ្ហាប្រសិនបើអ្នកនៅតែគិតមិនជួយអ្នកគឺជាអ្នកសំគំនិតសូមទូរស័ព្ទទៅលេខ120ជាបន្ទាន់យើងបានទូរស័ព្ទទៅលេខ120ហើយពួកគេបាននិយាយថាពួកគេនឹងទៅដល់ភ្លាមប៉ុន្តែដោយសារមានអ្នកជំងឺធ្ងន់ធ្ងរច្រើនប្រាក់កក់សង្គ្រោះបន្ទាន់និងមានច្រើននាយកដ្ឋានហិរញ្ញវត្ថុត្រូវបានបិទនៅថ្ងៃនេះហើយខ្ញុំមិនមានប្រាក់ច្រើននៅក្នុងកណនីផ្ទាល់ខ្លួនរបស់ខ្ញុំនៅពេលនេះទេដើម្បីរកលុយនេះខ្ញុំបានធ្វើការនៅខាងក្រៅការដ្ឋានសំណង់ក្នុងកម្ដៅ40អង្សាសេចំអិនបន្លែមួយស្លាបព្រាម្សិលមិញណានកាន់តុកតាស្លេកស្លាំងរបស់នាងហើយបានសួរម្ដាយរបស់នាងដោយភ្នែករំពឹងទុកថាតើយាយអាចទៅសាលារៀនក្នុងទីក្រុងជាមួយនឹងរអិលដ៏ធំនៅរដូវស្លឹកឈើជ្រុះបានទេនេះគឺដានតានចុះបើចាងជៀនស៊ឺដែលជាអ្នកបម្រើរបស់មូលធននិយមនោះបោះបង់ចោលបំណុលសម្រាប់ថ្លៃសិក្សាថ្នាក់មត្តេយ្យឲ្យពាក់កណ្ដាលឆ្នាំនិងការចំណាយលើការរស់នៅរបស់គ្រួសាររយៈពេល6ខែតើខ្ញុំត្រូវបង់ថ្លៃសិក្សាដោយរបៀបណាតើណាននឹងត្រូវរងទុក្ខវេទនានៅក្នុងមជ្ឈមណ្ឌលថែទាំក្រោយម៉ោងសិក្សាដ៏គួរឲ្យសង្ស័យមួយដោយគ្មានគ្រូត្រឹមត្រូវដូចខ្ញុំដែរដែលជាម្ដាយដែលត្រូវបានបញ្ឈប់ពីការងារទន្ទឹមនឹងនេះសៀវហ៊ូនិងឡាវលីស្ទើរតែអស់កម្លាំងឈុតឆាកនោះបានទម្លុះភ្នែកខ្ញុំដូចជាកាំបិតមុតស្រួចមួយពួកគេពិតជាល្ងងខ្លៅណាស់ពួកគេបែកខ្នងដាក់គ្នាហើយបន្ទោសគ្នាទៅវិញទៅមកចំពោះប្រាក់ត្រឹមតែ2យ៉ន់ប៉ុណ្ណោះប៉ុន្តែប្រសិនបើខ្ញុំមិនបានបង់ប្រាក់ថ្ងៃនេះទេជីវិតមនុស្សរាប់សិបនាក់អាចនឹងបាត់បង់នៅទីនេះសូមអភ័យទោសយាយម៉ាក់មិនមានសមត្ថភាពទេប៉ុន្តែម៉ាក់មិនអាចឈរមើលមនុស្សស្លាប់បានទេលីងឈិនអ្នកត្រូវយកលុយនេះទៅបង់ប្រាក់កក់សង្គ្រោះបន្ទាន់ដើម្បីជួយសង្គ្រោះនរណាម្នាក់ចាំលុយនេះទុកប៉ុន្តែឥឡូវនេះជីវិតមួយកំពុងស្ថិតក្នុងគ្រោះថ្នាក់ទោះបីជាព្រះមហាក្សត្រនៃស្ថានសួគ៌យាងមកនៅថ្ងៃនេះក៏ដោយក៏ទ្រង់គួរតែការពារសុខភាពរបស់បងប្អូនទាំងនេះជាមុនសិននេះជារឿងដ៏រំខានមួយ
អ្នកឈ្មោះ Lin Chen ជាអ្នកដែលបានដាក់របាយការណ៍ក្រោមឈ្មោះពិតរបស់អ្នកខ្ញុំឈ្មោះ Lin Chen ហើយនោះគឺជាម្ចាស់តុកឈ្មោះចៅ Fukui រថយន្ត Land Cruiser Surf នោះគឺជារថយន្តដែលគាត់កំពុងព្យាយាមរត់គេចឧបករណ៍ទាំងនោះនៅទីនោះហើយប្រាក់ដែលគាត់បានប្រមូលបានក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនេះក៏ស្ថិតនៅក្នុងឡានដែរសមិទ្ធឲ្យសូមសហការហើយចាប់បរិសម្នាក់នេះចុះសមិទ្ធឲ្យខ្ញុំគ្មានទោសអ្នកបានធ្វើខុសហើយរឿងនេះមិនមានអ្វីពាក់ព័ន្ធនឹងខ្ញុំទេទោះបីជាអាជីវកម្មនេះត្រូវបានចុះបញ្ជីក្រោមឈ្មោះខ្ញុំក៏ដោយវាទាំងអស់សុទ្ធតែជាការងាររបស់ Skinny Monkey គាត់ជាអ្នករៀបចំផែនការនិងអនុវត្តវាទាំងអស់គាត់ជាអ្នកស្វែងរកវត្ថុធាតុដើមនិងសម្រេចចិត្តលើរូបមន្តខ្ញុំគ្រាន់តែជាមនុស្សចិត្តល្អម្នាក់ដែលបានឃើញកម្មករធ្វើការយ៉ាងលំបាកហើយមានអារម្មណ៍អាណិតពួកគេដូច្នេះខ្ញុំបានដកប្រាក់ពីយន្តចេញពីហោប៉ៅរបស់ខ្ញុំដើម្បីជួយពួកគេញ៉ាំអាហារឲ្យឆ្អែតខ្ញុំមិនរកបានមួយកាក់មួយសេនទេវាទាំងអស់បានចូលទៅក្នុងហោប៉ៅរបស់ខ្ញុំមិនជឿខ្ញុំទេសូមសួរកម្មករចៅ Fukui អ្វីដែលអ្នកបានធ្វើគឺគ្មានភាពអៀនខ្មាស់តតែសោះសមិទ្ធខ្ញុំកំពុងប្រាប់អ្នកពីការពិតខ្ញុំកំពុងសហការជាមួយការស៊ើបអង្កេតវាជាការងាររបស់គាត់ទាំងអស់ចៅ Fukui គឺជាអ្នកទទួលខុសត្រូវគាត់គិតថាតម្លៃសាច់ពីបណ្ដាញស្រុកច្បាប់ខ្ពស់ពេកដោយនិយាយថាអត្រាប្រាក់ចំណេញគឺតូចពេកដូច្នេះគាត់បាននាំខ្ញុំទៅអ្នកផ្គត់ផ្គង់ឯកជនមួយនៅជីក្រុងជាកន្លែងដែលយើងបានទិញផលិតផលសាច់ដែលមានតម្លៃទាបដែលមិនស្គាល់ប្រភពដើមរួមទាំងកុងទឺណពីដែលគ្មានស្លាកសញ្ញាផងដែរនាងក៏បានឲ្យសារធាតុបន្ថែមមកខ្ញុំហើយប្រាប់ខ្ញុំឲ្យបន្ថែមវាក្នុងសមាមាត្រត្រឹមត្រូវអ្នកកំពុងកុហកហើយគាត់និយាយថាកម្មករធ្វើការយ៉ាងលំបាកហើយចូលចិត្តរសជាតិខ្លាំងជាងដូច្នេះការបន្ថែមគ្រឿងទេសបន្ថែមទៀតគឺល្អដរាបណារសជាតិខ្លាំងហើយវាមើលទៅល្អទើបតែពេលនេះកម្មករមានអារម្មណ៍មិនស្រួលខ្លួនហើយគាត់ចង់យកប្រាក់ចំណូលទាំងអស់របស់ពួកគេពីប៉ុន្មានថ្ងៃកន្លងមកនេះដោយទុកឲ្យខ្ញុំដោះស្រាយផលវិបាកយើងធ្លាប់មានចំនួនពីមុនមកភស្តុតាងគឺច្បាស់លាស់គ្រប់គ្រាន់ហើយអ្នកអាចត្រឡប់ទៅពន្យល់ខ្លួនឯងបានសូមជូនដំណឹងដល់នាយកដ្ឋានពាក់ព័ន្ធដើម្បីត្រួតពិនិត្យទីតាំងនោះជាបន្ទាន់ហើយចុះបញ្ជីនិងថែរក្សាទ្រព្យសម្បត្តិពាក់ព័ន្ធប្រាក់របស់ខ្ញុំទើបតែបង់ប្រាក់កក់សម្រាប់ផ្ទះខ្ញុំដឹងថាខ្ញុំខុសសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតអ្នកទាំងអស់គ្នាកុំប្រញាប់អីចូលយើងធ្វើវាម្ដងមួយប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួនសូមឡើងឡានក្រុងហើយសម្រាប់ខ្ញុំជឿពោះណាស់បងស្រី Lin នេះមិនមែនជាកម្មផលទេប៉ុន្តែឃើញលោកចាស់លីនិងអ្នកដទៃបែបនោះខ្ញុំមិនមានអារម្មណ៍សប្បាយចិត្តតតែសោះមនុស្សគ្រប់គ្នាត្រូវតែទទួលខុសត្រូវចំពោះជំរឿរបស់ពួកគេហើយអ្នកដែលធ្វើខុសនឹងតែងតែសោកស្ដាយវាអូយក្រពះខ្ញុំឈឺខ្លាំងណាស់សុំទោសគិលានុបដ្ឋាយិកាអនុញ្ញាតឲ្យខ្ញុំបង់វិក័យប័ត្ររបស់ខ្ញុំបន្ទាន់នេះជាថវិកាចំនួន20,000យន់សម្រាប់ដំឡើងបំពង់ទឹកសម្រាប់កម្មកររបស់ខ្ញុំដើម្បីឲ្យពួកគេអាចជប់ត្អូញត្អែរនៅក្នុងច្រករបៀងវាជារឿងរំខានពេកហើយមានមនុស្សជាង30នាក់កំពុងដេកនៅខាងក្រៅដោយសារការពុលអាហារស្រួយស្រាវចំនួននេះស្ទើរតែមិនគ្រប់គ្រាន់សម្រាប់ការលាងសម្អាតក្រពះនិងផឹកទឹកឲ្យបានគ្រប់គ្រាន់នោះទេបន្ទាប់ពីនោះពួកគេត្រូវការសម្រាប់មេរោគបំពង់និងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យដើម្បីសង្កេតសូមឲ្យនាយកដ្ឋានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអ្នកផ្ញើប្រាក់មកពិនិត្យជាបន្ទាន់ឬយើងនឹងត្រូវជប់បញ្ជូនពួកគេជាបន្ទាន់នាយកឋានហិរញ្ញវត្ថុកំពុងធ្វើដំណើរចេញពីទីស្នាក់ការកណ្ដាលរួចហើយបងស្រី Lin យើងបានដកប្រាក់ចំនួន20,000យន់សម្រាប់ថ្លៃសិក្សាហើយយាយចុះការចុះឈ្មោះចូលរៀននៅរដូវស្លឹកឈើជ្រុះវិញមនុស្សដែលនៅរស់មិនអាចទ្រាំទ្រនឹងការចង់បាត់ជើងតូចបានទេមែនទេខ្ញុំកំពុងព្យាយាមរកវិធីដើម្បីបង់ថ្លៃសិក្សាប្រសិនបើខ្ញុំមិនបានទេកំភ្លៀងអ្នកគ្រប់គ្រងចាងដោយប្រាក់ចំនួន20,000យន់នោះទេគាត់ប្រកាសជាបានដើរចេញនៅថ្ងៃនេះហើយលោកតាលីនិងអ្នកដទៃទៀតក៏គ្មានថ្នាំសម្រាប់បូមក្រពះដែរចាប់តាំងពីយើងបានជួបគាត់មកចូលយើងចាត់ទុកថាវាជាទង្វើល្អលោកតាលីយាយលីសុខសប្បាយជីទេចុះបើមានអ្វីកើតឡើងចំពោះអ្នកវិញតើខ្ញុំនិងប្អូនប្រុសទី2របស់ខ្ញុំត្រូវរស់រានមានជីវិតដោយរបៀបណាហើយអ្វីបានជាអ្នកយំអ្វីគឺល្អមែនទេមើលភាពញញៃដែលលោកឡៃចាស់របស់អ្នកបានបង្កើតគាត់បានដឹកនាំក្រុមមួយដើម្បីបង្កបញ្ហានិងលួចអាហារពីអ្នកគ្រប់គ្រងទូទៅយកឥឡូវនេះគាត់មានបញ្ហាក្រពះហើយបណ្ដាលឲ្យមានអគិភ័យធំមួយការវិភាគសាងសង់ទាំងមូលត្រូវបានពន្យាពេលនៅរសៀលនេះទីស្នាក់ការកណ្ដាលទើបតែទូរស័ព្ទមកខ្ញុំហើយនិយាយថាពួកគេនឹងកាត់ប្រាក់ចំនួន50,000យន់ពីការទូទាត់វត្តភាពរបស់ក្រុមសំណងរបស់យើងប្រាក់នេះនឹងត្រូវកាត់ចេញពីប្រាក់បៀវត្សឯកលើការអនុវត្តរបស់អ្នកនៅシェគវ៉ាន់ប៉ុន្តែយើងមិនបានបង្កបញ្ហាដោយចិត្តណាទេមែនហើយសាច់នោះវាពិតជាស្អុយណាស់លោកយ៉ាវស្អុយណាស់យើងបានព្យាយាមជួយអ្នកដោយខាត់បង់2យន់ក្នុងមួយប្រអប់អាហារថ្ងៃត្រង់ដើម្បីឧបត្ថម្ភដល់មនុស្សគ្រប់គ្នាយើងគ្រាន់តែព្យាយាមជួយអ្នកហើយអ្នកមិនទទួលយកវាទេប៉ុន្តែឥឡូវនេះអ្នកកំពុងងាកមកបន្ទោសយើងវិញអ្នកចាត់ការយ៉ាងសំបីតែ Lion Shoe ក៏នឹងមកក្បាលចំពោះអ្វីដែលអ្នកកំពុងនិយាយលេងឆែនតើអ្នកកំពុងធ្វើអ្វីនៅទីនេះនេះមិនមែនជារឿងរបស់អ្នកទេប្រាក់20,000យន់នឹងត្រូវបានសងអ្នកវិញនៅពេលដែលនាយកដ្ឋានហិរញ្ញវត្ថុមកដល់កុំធ្វើដូចជាមនុស្សរវល់មិនអីទេសងប្រាក់វិញទៅប៉ុន្តែបន្ទាប់ពីប៉ូលីសនិងមន្ត្រីផ្សេងទៀតបានបញ្ចប់ការទទួលយកសេចក្តីថ្លែងការណ៍របស់ពួកគេអ្នកនឹងសងប្រាក់គ្រប់កាក់ទាំងអស់ប៉ុន្តែអ្នកចាត់ការយ៉ាងអ្នកទើបតែនិយាយថាយ៉ាវហ្វហ្គៃបានខាត់បង់2យន់ដើម្បីឧបត្ថម្ភដល់កម្មករហើយនោះជាអ្វីដែល CC កំពុងធ្វើជាមួយនឹងការធ្វើតេស្តរបាយការណ៍នេះបច្ចុប្បន្នកំពុងស្ថិតនៅស្ថានីយ៍ប៉ូលីសសាច់កូនកណ្ដុរជ្រូកងាប់និងមានជំងឺក្នុងតម្លៃ2យន់ក្នុង1ផោនបូករួមទាំងសារធាតុស្ទីរ៉ូហ្វូមឧស្សាហកម្មដែលមានផ្ទុកសារធាតុបង្កហារិកនិងរសជាតិដ៏សាហាវហើយអ្នកហៅរឿងនេះថាជាប្រាក់ឧបត្ថម្ភមែនទេអ្នកហៅរឿងនេះថាជាពួកបរិសុទ្ធដែលនៅរួមមែនទេប្រសិនបើប្រធានការិយាល័យកណ្ដាលដឹងថាអ្នកកំពុងអនុញ្ញាតឲ្យសាច់ញាតិរបស់អ្នកបើកអាហារដ្ឋាននៅក្នុងការដ្ឋានសំណង់តើអ្នកគិតថាអ្នកនឹងរក្សាការងាររបស់អ្នកបានរយៈពេលប៉ុន្មានជប់និយាយរឿងមិនសមហេតុផលទៀតទៅសាច់អង្គគុណភាពតើអ្នកអាចផ្ដល់ចំណេញនេះដល់មនុស្សដោយរបៀបណាតើអ្នកអាចធ្វើបែបនេះដោយរបៀបណាចុះបើមាននរណាម្នាក់ឈឺដោយសារការបរិភោគវាអ្នកត្រូវតែផ្ដល់ការពន្យល់មកយើងនៅថ្ងៃនេះឬយើងនឹងរាយការណ៍រឿងនេះទៅថ្នាក់លើរបស់យើងមកជាមួយខ្ញុំមួយផ្លែតព្រឹកព្រលឹមណាស់តោះយើងនិយាយរឿងនេះគ្នាសិនបងស្រី Lin ចៅ Fai Lin ស្ងប់ចិត្តសិននិយាយឲ្យត្រង់ទៅលើកនេះបងថ្លៃខ្ញុំជួបបញ្ហាធំណាស់ហើយខ្ញុំមិនអាចជួយគាត់បានទេប៉ុន្តែគាត់ជាប្អូនប្រុសរបស់ប្រពន្ធខ្ញុំអូយបើរឿងនេះមិនត្រូវបានដោះស្រាយបានល្អទេខ្ញុំនឹងមិនអាចពន្យល់វាដល់ក្រុមគ្រួសារខ្ញុំបានទេមិនថាអ្នកត្រឡប់ទៅពន្យល់ឬអត់ទេតើវាមានជាប់ពាក់ព័ន្ធអ្វីជាមួយខ្ញុំពិតណាស់វាមានជាប់ពាក់ព័ន្ធលោកលីនគ្រាន់តែទៅនាយកដ្ឋានពាក់ព័ន្ធឥឡូវនេះហើយពន្យល់ពីស្ថានភាពដោយនិយាយថាអ្នកនៅក្នុងឧស្សាហកម្មដូចគ្នាមានការយកច្រឡំរវាងពួកយើងសាច់មួយបាច់នោះបណ្ដាលមកពីការយកច្រឡំខ្ញុំនឹងឲ្យអ្នកជាសាច់ប្រាក់ចំនួន50,000យន់ភ្លាមមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលរឿងនេះចប់ខ្ញុំនឹងឲ្យអ្នកនៅសិទ្ធិប្រតិបត្តិការផ្ដាច់មុខចំពោះអាហារដ្ឋានការដ្ឋានសំណង់វានឹងជាកិច្ចសន្យាផ្លូវការដែលមានរួមបញ្ចូលសេវាប្រើប្រាស់ទាំងអស់អ្នកគួរតែគិតអំពីកូនស្រីរបស់អ្នកជាមួយនឹងប្រាក់50,000យន់តើថ្លៃសិក្សាអ្វីខ្លះដែលមិនអាចបង់បាន
អ្នកគ្រប់គ្រងយ៉ាងតាអ្នកគិតថាមនុស្សគ្រប់គ្នានៅក្នុងលោកនេះនឹងលក់មុនសការរបស់ពួកគេដើម្បីបាន50,000 យន្តទេនៅពេលដែលយ៉ាវហ្វឺហ្គៃចិញ្ចឹមកម្មករដោយសាច់ដែលមានគុណភាពអន់តាអ្នកធ្លាប់គិតអំពីរបៀបដែលកម្មករទាំងនេះក៏មានប្រពន្ធនិងកូនដែរឬទេទោះបីជាខ្ញុំត្រូវបានបញ្ឈប់ពីការងារនៅពេលព្រឹកព្រលឹមហើយក្រីក្រខ្លាំងរហូតដល់ខ្ញុំត្រូវសន្សំប្រាក់សម្រាប់ថ្លៃសិក្សារបស់កូនស្រីខ្ញុំក៏ដោយខ្ញុំរកបានប្រាក់ពិតប្រាកដប្រសិនបើខ្ញុំយកប្រាក់50,000 យន្តរបស់អ្នកនៅថ្ងៃនេះកូនស្រីរបស់ខ្ញុំនឹងមិនអាចងើបមុខឡើងខ្ពស់បានទៀតទេសូមទុកកន្លែងខ្លះសម្រាប់ល្បិចកលដើម្បីឲ្យអ្នកអាចជួបគ្នាម្ដងទៀតនៅពេលអនាគតគំរុញខ្ញុំដល់គែមផ្លូវបើមិនដូច្នោះទេខ្ញុំនឹងមើលថាតើអ្នកមានសមត្ថភាពអ្វីនៅថ្ងៃនេះបងស្រីលីនចៅហ្វាយលីននិងពូលីអ្នកទាំងអស់គ្នាពិតជាដឹងថាអ្នកខុសហើយនៅថ្ងៃត្រង់នៅច្រកទ្វារការដ្ឋានសំណង់ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនមែនជាមនុស្សទេខ្ញុំឈួតទៅហើយចំពោះប្រាក់ពីយន្តនោះខ្ញុំបានចូលរួមជាមួយយ៉ាវហ្វឺហ្គៃដោយនិយាយថាអ្នកអាក្រក់ហើយខ្ញុំថែមទាំងទាត់ធុងស៊ុបសណ្ដែកបាយរបស់អ្នកទៀតផងខ្ញុំពិតជាសោកស្ដាយណាស់ឥឡូវនេះប៉ុន្តែខ្ញុំមិនដែលរំពឹងថាបន្ទាប់ពីចំនួនរបស់យើងជាមួយអ្នកដែលប៉ះពាល់ដល់អាជីវកម្មរបស់អ្នកនឹងជាអ្នកបញ្ឈប់យ៉ាវហ្វឺហ្គៃលើកង់3របស់អ្នកឡើយហើយខ្ញុំក៏មិនដែលរំពឹងថាអ្នកនឹងយកថ្លៃសិក្សារបស់កូនស្រីអ្នកដើម្បីបង់ប្រាក់កក់សង្គ្រោះបន្ទាន់របស់យើងដែរចៅហ្វាយយៀនបានចាញ់ហើយបានសុំទោសអ្នកប្រសិនបើអ្នកនៅតែខឹងគ្រាន់តែនិយាយពាក្យពីរបីម៉ាត់មកកាន់ពួកយើងកុំប្រកាន់ពួកយើងដែលបានធ្វើខុសបងស្រីលេនសុំទោសពេលខ្លះយើងសុំទោសដោយសារតែការវិនិច្ឆ័យខុសមួយផ្លេតប៉ុន្តែនៅចំពោះមុខសុឆន្ទៈពិតការយកច្រឡំនិងឧបសគ្គទាំងអស់នឹងរលាយបាត់បន្តិចម្ដងហ្គេមនៅតែបន្តដោយអ្នកចាត់ការយ៉ាងសម្លឹងមើលយ៉ាងខ្លាំងចំពោះរឿងមិនសមហេតុផលនេះអំពីសិទ្ធិសម្បញ្ញៈនិងបច្ចេកវិទ្យាការបិទវាំងនៅវែងឆ្ងាយទៀតលោកលីនអ្នករាល់គ្នាបានសុំទោសលោករួចហើយដូច្នេះសូមមេត្តាមានចិត្តទូលាយហើយទៅនាយកដ្ឋានពាក់ព័ន្ធដើម្បីពន្យល់ពីស្ថានភាពតើអ្នកណាជាអ្នកទទួលបន្ទុកការដ្ឋានសំណង់នេះចាងជៀនសេសមិទ្ធខ្ញុំឈ្មោះចាងជៀនស៊ឺជាអ្នកគ្រប់គ្រងគម្រោងនៅទីនេះកម្មករមានអារម្មណ៍មិនស្រួលខ្លួនក្នុងកម្ដៅរដូវក្ដៅហើយពួកគេទាំងអស់គ្នាកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យយើងពិតជានឹងសហការយ៉ាងពេញលេញចៅហ្វូគុយនិងស៊ូហ៊ូបានពន្យល់ពីស្ថានភាពនេះទៅកាន់នាយកដ្ឋានពាក់ព័ន្ធរួចហើយកន្លែងកែច្នៃដែលដំណើរការខុសច្បាប់ត្រូវបានត្រួតពិនិត្យតាមច្បាប់យោងតាមការពន្យល់ពីបុគ្គលិកពាក់ព័ន្ធចាងជៀនស៊ឺអ្នកជាអ្នកគ្រប់គ្រងការដ្ឋានទទួលខុសត្រូវចម្បងចំពោះឧបត្តិហេតុនេះឥឡូវនេះសូមត្រឡប់មកជាមួយយើងវិញដើម្បីសហការជាមួយការស៊ើបអង្កេតអ្វីអ្នកមករកខ្ញុំមែនទេចប់ហើយយកខ្ញុំទៅឆ្ងាយល្អណាស់អាទីបំផុតលទ្ធផលខ្លះហើយកុំឆ្មើងឆ្មៃពេកនាយកដ្ឋានច្បាប់នៅការិយាល័យកណ្ដាលនិងអ្នកគ្រប់គ្រងទូទៅចាំងនឹងមិនទុកលុយ20,000យន្តរបស់អ្នកចោលទេកុំគិតពីការយកមួយកាក់មួយសេនទៅអាហារដ្ឋានការដ្ឋានសំណង់វិញកុំគិតដល់វាអីលោកលីនការិយាល័យកណ្ដាលដែលអ្នកគ្រប់គ្រងចាងបានលើកឡើងគឺជាក្រុមហ៊ុនអចលនទ្រព្យកម្ពុជាមួយនៅក្នុងទីក្រុងពួកគេមានទ្រព្យសម្បត្តិនិងមានអំណាចហើយពួកគេថែមទាំងជួលមេធាវីល្បីមួយចំនួនធំទៀតផងយើងមានអារម្មណ៍ថាមានកំហុសដែលបានក្រោកឈរឡើងប្រឆាំងនឹងពួកគេជំនួសអ្នកពូលីស្ថានស៊ូកំពុងមើលអ្វីដែលមនុស្សធ្វើខ្ញុំបានឈប់ឡានតាំងពីព្រលឹមថ្ងៃនេះមិនត្រឹមតែដើម្បីអ្នកទាំងអស់គ្នាប៉ុណ្ណោះទេប៉ុន្តែក៏ដើម្បីធ្វើអំពើល្អសម្រាប់កូនស្រីរបស់ខ្ញុំផងដែរដរាបណាមានច្បាប់នៅលើโลกនេះមេឃមិនរំលាយទីជូតោះយើងទៅប៉ុស្តិ៍ប៉ូលីសដើម្បីធ្វើសេចក្តីថ្លែងការណ៍មិនអីទេបងស្រីឈ្មោះនិយាយឲ្យខ្លីទៅយ៉ាវហ្វឺហ្គៃខ្ញុំនឹងសារភាពគ្រប់យ៉ាងខ្ញុំពិតជាមានការងឿងឆ្ងល់មួយសន្ទុះវាគឺជាបរិសុំស្កាំងនោះដែលបានប្រាប់ខ្ញុំថាគាត់មានសាច់ថោកតើខ្ញុំគួរដឹងដោយរបៀបណាថាវាមកពីជ្រូកងាប់តើអ្នកណាទៅដឹងថាក្មេងនោះខូខើម្លេះដោយដាក់រសជាតិឧស្សាហកម្មចូលទៅក្នុងនោះនិយាយឲ្យត្រង់ទៅកុំព្យាយាមបញ្ឆោតអ្នកដទៃរាល់ប្រតិបត្តិការនៅក្នុងបញ្ជីនេះបង្ហាញថាហាងជួសជុលរថយន្តណាដែលពួកគេទទួលបានសាច់កូនកណ្ដុរប៉ុន្មានសូម្បីតែការទិញរសជាតិឧស្សាហកម្មក៏ដោយនិយាយថាបង្កាន់ដៃទាំងអស់មានហត្ថលេខារបស់អ្នកសមិទ្ធខ្ញុំជាអ្នកគ្រប់គ្រងគម្រោងខ្ញុំត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងរាប់លានដុល្លារដែលពាក់ព័ន្ធនឹងមនុស្សរាប់រយនាក់ជារៀងរាល់ថ្ងៃតើខ្ញុំអាចមានពេលវេលាដើម្បីគ្រប់គ្រងតូបលក់អាហារថ្ងៃត្រង់នៅខាងក្រៅការដ្ឋានសំណង់ដោយរបៀបណាទោះបីជាយ៉ាវហ្វឺហ្គៃជាបងថ្លៃរបស់ខ្ញុំក៏ដោយគាត់ក៏ជានីតិបុគ្គលឯករាជ្យមួយដែរខ្ញុំមិនដឹងអ្វីទាំងអស់អំពីអ្វីដែលគាត់បានធ្វើចំពោះប្រាក់20,000 យន្តដែលលេនឆេនបានឲ្យខ្ញុំនោះគឺជាការបង់ប្រាក់ជាមុនដោយស្ម័គ្រចិត្តរបស់គាត់នាយកដ្ឋានច្បាប់របស់អភិបាលរដ្ឋរបស់យើងកំពុងផ្ទៀងផ្ទាត់វាហើយរហូតដល់វាច្បាស់លាស់ប្រាក់នេះត្រូវតែបង្កប់ជាបណ្ដោះអាសន្នតាមបទបញ្ញត្តិប្រាក់ចំនួន20,000 យន្តនោះគឺជាថ្លៃសិក្សារបស់អ្នកវាជាប្រាក់ដែលខ្ញុំបានសន្សំយ៉ាងលំបាកដោយធ្វើការក្រោមកម្ដៅ40 ដឺក្រេបែកញើសជោគខ្លួនហើយអ្នកគ្រប់គ្រងរូបនេះកំពុងព្យាយាមលេបប្រាក់នោះដោយគ្រាន់តែនិយាយពីរបីម៉ាត់ប៉ុណ្ណោះបងស្រីលីនធ្វើច្រើនពេកហើយខ្ញុំនឹងចូលទៅវាកញ្ចក់វ៉ែនដារបស់នាងទីជូកុំធ្វើប្រងើយកណ្ដាលបើយើងឆ្លោះគ្នានៅទីនេះយើងខុសហើយគាត់ចង់លេងខ្វក់ដូច្នេះសូមលេងរហូតដល់ចប់គាត់គិតថាគេឈ្មោះក្រុមហ៊ុនធំរបស់គាត់គឺជាអ្វីគ្រប់យ៉ាងដូច្នេះសូមយើងមើលថាតើគេឈ្មោះនោះខ្លាំងប៉ុណ្ណាសមិទ្ធខ្ញុំជាទីប្រឹក្សាផ្នែកច្បាប់ជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យតាក់ទងនឹងឧបត្តិហេតុពលអាហារដែលបានកើតឡើងនៅរសៀលនេះនៅក្នុងការដ្ឋានសំណង់ក្នុងតំបន់អភិវឌ្ឍចេញដងការិយាល័យកណ្ដាលរបស់យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនេះទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការស៊ើបអង្កេតបឋមទុកដែលពាក់ព័ន្ធគឺខុសច្បាប់ដំណើរការដោយម្ចាស់តែម្នាក់គត់ហើយមិនមែនជាអាហារដ្ឋានផ្លូវការនៃការដ្ឋានរបស់យើងទេអ្នកចាត់ការយ៉ាងជាងត្រូវបានសង្ស័យថាបានបំពានសិទ្ធិអំណាចរបស់គាត់នៅក្នុងឧបត្តិហេតុនេះហើយក្រុមហ៊ុនរបស់យើងបានផ្អាកគាត់ពីកាតព្វកិច្ចរបស់គាត់តាក់ទងនឹងប្រាក់កក់បន្ទាន់ចំនួន20,000 យន្តដែលបានលើកឡើងដោយអ្នកស្រីលេនឆេនដោយសារតែអ្នកស្រីមិនបានផ្ដល់បង្កាន់ដៃផ្លូវការឬត្រាផ្លូវការនាយកដ្ឋានច្បាប់របស់ក្រុមហ៊ុនយើងខ្ញុំជឿជាក់ថានេះជាចំនួនសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់លោកស្រីយ៉ាងហើយមិនមានអ្វីពាក់ព័ន្ធនឹងការិយាល័យកណ្ដាលរបស់យើងខ្ញុំឡើយ
ប្រសិនបើអ្នកចង់បានប្រាក់អំពៃ000យន់របស់អ្នកមកវិញខ្ញុំស្នើឲ្យអ្នកដឹង Sheng ដោយផ្ទាល់នៅក្នុងតុលាការទូយ៉ាងណាក៏ដោយយោងតាមនីតិវិធីវិវាទធម្មតាករណីដំបូងបូករួមទាំងករណីរបស់មីងទី2ប្រហែលជាចំណាយពេលពី1ទៅ2ឆ្នាំខ្ញុំសង្ឃឹមថាអ្នកអាចមានលទ្ធភាពរងចាំយូរបែបនេះជាមួយពួកអាថោកទាបទាំងនេះនោះជាលុយសិក្សារបស់អ្នកនឹងយកបានគ្រប់ដណ្ដប់តំបន់នោះទាំងស្រុងទោះបីជាយ៉ាវហ្វយ៉ៃនិង Skinny Monkey ជាប់គុកក៏ដោយក្រុមហ៊ុនមេនៅពីក្រោយអ្នកគ្រប់គ្រង Sheng នៅតែមានអំណាចគួរឲ្យកត់សម្គាល់វាដូចជាជញ្ជាំងខ្មៅដែលមិនអាចយល់បានមួយដែលបានបាក់មកលើខ្ញុំនិងឆេស៊ូប្រាក់ចំនួន20,000យន់ត្រូវបានកកអាហារដ្ឋានផ្ដាច់មុខនៃការដ្ឋានសំណង់បានបាត់ទៅហើយសូម្បីតែថាតើអ្នកនឹងអាចចូលរៀនថ្នាក់ម្ដាយឲ្យទាន់ពេលវេលានៅក្នុងខែកញ្ញាឬអត់នោះក៏បានក្លាយជារឿងដែលមិនស្គាល់ដ៏ធំមួយដែរសមរភូមិដ៏ខ្លាំងក្លារវាងបច្ចេកវិទ្យាសិលធម៌និងដើមទុននេះកំពុងដើរឆ្លងកាត់ភាពកខ្វក់ភក់លិចកាន់តែជ្រៅទៅក្នុងជ្រុនអង្ងឹតមួយបងស្រីលីននិងប្រជាជនរបស់គាត់ពិតជាមិនសមហេតុផលមែនប្រាក់អំពៃ000យន់នោះច្បាស់ណាស់បានជួយសង្គ្រោះការដ្ឋានសំណង់របស់ពួកគេពីគ្រាអាសន្នពួកគេទើបតែនិយាយគ្នាលេងតើវាអាចក្លាយជាចំនួនផ្ទាល់ខ្លួនរបស់ចាងជៀនស៊ឺយ៉ាងដូចម្តេច1ទៅ2ឆ្នាំណានឹងត្រឡប់ទៅសាលារៀនវិញនៅខែកញ្ញាទីជូកុំនិយាយមិនសមហេតុសមផលអីតើក្រុមហ៊ុនធំទាំងនោះមិនជួលមេធាវីដើម្បីឲ្យពួកគេអាចប្រើច្បាប់ដើម្បីគេចពីការទទួលខុសត្រូវនៅពេលដែលមានអ្វីមួយខុសប្រក្រតីទេពួកគេគិតថាខ្ញុំជាកម្មការិនីដែលត្រូវបានបញ្ឈប់ពីការងារដែលមិនអាចខ្ជះខ្ជាយពេលវេលាឬទៅតុលាការបានប៉ុន្តែពួកគេភ្លេចថាខ្ញុំមកពីរោងចក្រកប្បាសហើយបានរួចផុតពីគ្រាលំបាកទាំងនោះនៅពេលដែលខ្ញុំត្រូវបានបញ្ឈប់ពីការងារនិងត្រូវបានចាត់តាំងឡើងវិញឥឡូវនេះពួកគេគិតថាពួកគេអាចបញ្ឈប់ខ្ញុំជាមួយនឹងប្រាក់អំពៃ000យន់គ្មានផ្លូវទេបេះដូងខ្ញុំមានអារម្មណ៍ដូចជាត្រូវបានអ្វីមួយខ្ទប់យ៉ាងណែនហើយខ្ញុំមានអារម្មណ៍ជាចាប់ជារលកប្រាក់អំពៃ000យន់នោះពិតជាសំខាន់ណាស់សម្រាប់ខ្ញុំបានគ្រោងនឹងកាន់ដៃកូនស្រីរបស់ខ្ញុំដោយមោទនភាពហើយបញ្ជូននាងទៅសាលាម្ដាយឲ្យកណ្ដាលដ៏ល្អបំផុតនៅភាគខាងកើតនៃទីក្រុងនៅខេត្តកញ្ញាដើម្បីកុំឲ្យនាងនៅជាមួយខ្ញុំទៀតម្ដាយដែលត្រូវបានបញ្ឈប់ពីការងាររូបនេះកំពុងត្រូវបានគេមើលងាយប៉ុន្តែឥឡូវនេះលុយនោះស្ថិតនៅក្នុងកណនីផ្លូវច្បាប់របស់ការិយាល័យកណ្ដាលដែលជាឯកសារត្រជាក់និងគ្មានជីវិតកំពុងរងចាំចំនួនសេដ្ឋកិច្ចបងស្រីលីនអ្នកគួរតែបដូរសម្លៀកបំពាក់សាមរបស់អ្នកជាមុនសិនកុំឲ្យកើតជំងឺផ្ដាសាយមិនអីទេទីជូអ្នកត្រឡប់ទៅអន្តេវាសិកដ្ឋានវិញសិនថ្ងៃនេះយឺតពេលហើយចូលយើងទៅការដ្ឋានសំណង់មុនគេនៅព្រឹកស្អែកតើយើងនឹងធ្វើអ្វីនៅការដ្ឋានសំណង់ចាងជៀនស៊ឺលេងនៅទីនេះទៀតហើយការិយាល័យកណ្ដាលមិនអនុញ្ញាតឲ្យយើងឆ្លងកាត់ច្រកទ្វារឥឡូវនេះទេចាងជៀនស៊ឺបានយកប្រាក់នោះប៉ុន្តែប្រាក់នេះទាក់ទងនឹងផលប្រយោជន៍សំខាន់របស់កម្មករខ្ញុំមិនជឿថាមុនសិការរបស់មនុស្សរាប់សិបនាក់នេះនៅក្នុងពិភពលោកអាចត្រូវបានទិញដោយប្រាក់ពី$3ពីការិយាល័យកណ្ដាលនោះទេលោកលីចាស់តើលោកកំពុងព្យាយាមធ្វើអ្វីការិយាល័យកណ្ដាលបានចេញសេចក្តីជូនដំណឹងនៅថ្ងៃនេះថាលោកយ៉ាងត្រូវបានបណ្តេញចេញពីតំណែងបច្ចុប្បន្នរបស់លោកដោយសារសង្ស័យថាមានការរំលោភបំពានវិន័យធ្ងន់ធ្ងរគម្រោងចុះកិច្ចសន្យាទូទៅនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនដោយផ្ទាល់ប្រសិនបើអ្នកមានសំណួរណាមួយអ្នកអាចរាយការណ៍ពួកគេតាមរយៈបណ្ដាញធម្មតាអ្វីដែលអ្នកនិយាយគឺមិនត្រឹមត្រូវការកឹបកេងថវិកាសាធារណៈរបស់យ៉ាងគឺជារឿងរបស់គាត់ប៉ុន្តែកាលពីម្សិលមិញថៅកែលេនបានបង់ថ្លៃសិក្សាចំនួន20,000យន់ផ្ទាល់ដើម្បីទូទាត់ថ្លៃព្យាបាលរបស់យើងដែលអនុញ្ញាតឲ្យយើងទទួលបានការព្យាបាលទាន់ពេលវេលាឥឡូវនេះអ្នកបានបណ្ដេញយ៉ាងចេញហើយអ្នកចង់យកប្រាក់ដែលគាត់រកបានដោយលំបាកអ្នកគ្រប់គ្រងទីក្រុងឲ្យអ្នកទាំងអស់គ្នាកំពុងគេចវេះពីការទទួលខុសត្រូវរបស់អ្នកហើយសូម្បីតែសាច់ជ្រូកដែលមានជំងឺក៏ខ្មៅជាងកូនកណ្ដុរដែរហើយសងថ្លៃសិក្សារបស់បងស្រីលីនវិញបើអ្នកមិនប្រគល់ប្រាក់អំពៃ000យន់នោះនៅថ្ងៃនេះទេគ្មានអ្នកណានឹងសាងសង់អគារនេះទេសងលុយវិញទៅទម្ងន់20,000យន់គឺធំធេងណាស់រហូតដល់វាអាចកំទេចឆ្អឹងខ្នងរបស់កម្មករស្រីដែលត្រូវបានបញ្ឈប់ពីការងារបានប៉ុន្តែឥឡូវនេះគាត់ត្រូវបានសង្កត់ឲ្យត្រង់ដោយស្មារតីរបស់កម្មករទាំងនេះវាយឺតពេលហើយក្នុងការចាត់វិធានការឥឡូវនេះអ្នកពិតជាបានទៅឆ្ងាយពេកហើយអ្នកណាដែលហ៊ានបង្កបញ្ហានៅថ្ងៃនេះមិនត្រឹមតែនឹងបាត់បង់ប្រាក់ឈ្នួលរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែការិយាល័យកណ្ដាលក៏នឹងប្តឹងអ្នកទាមទារសំណងសម្រាប់ផ្ទះរបស់អ្នកផងដែរអ្នកគ្រប់គ្រងរូបនេះទោះបីជាគាត់នៅក្មេងក៏ដោយក៏គាត់មានកនីវីបូផ្លូវការដ៏ធំមួយអ្នកទើបតែបានលើកឡើងពីការប្តឹងកម្មករដោយនិយាយថាកិច្ចសន្យាចែងយ៉ាងច្បាស់ថាការអវត្តមាននិងការពន្យាពេលដោយគ្មានលេសនៅក្នុងរយៈពេលសាងសង់មានន័យថាការិយាល័យកណ្ដាលមានសិទ្ធិបន្តសកម្មភាពផ្លូវច្បាប់មិនអីទេចូលយើងពិនិត្យមើលច្បាប់នោះនៅថ្ងៃនេះឧបត្តិហេតុពលអាហារធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងអាហារដ្ឋាននៃការដ្ឋានសំណង់ដែលបង្កើតបានជាគ្រោះថ្នាក់សុវត្ថិភាពដ៏ធំមួយមុនពេលកំណត់មូលហេតុនៃគ្រោះថ្នាក់កម្មករមានសិទ្ធិបដិសេធការងារដែលមានគ្រោះថ្នាក់ដោយបង្ខំនេះត្រូវបានគេហៅថាការអនុវត្តសិទ្ធិសុវត្ថិភាពនិងការជៀសវាងស្របតាមច្បាប់ប្រសិនបើគ្រោះថ្នាក់មួយទៀតកើតឡើងនៅថ្ងៃនេះតើអ្នកក្នុងនាមជាអ្នកត្រួតពិនិត្យការដ្ឋាននឹងអាចទៅពន្ធនាគារដើម្បីសងប្រាក់វិញបានទេបងស្រីលីនដែលកំពុងជាប់ពន្ធនាគារសម្រាប់ចាងជៀនស៊ឺនិយាយត្រូវគាត់គួរតែឈប់សម្រាកដោយសារជំងឺដោយស្របច្បាប់ដើម្បីសងប្រាក់វិញកសិករទាំងនេះដឹកនាំដោយអ្នកគ្រប់គ្រងទូទៅលោកយ៉េងបានទូចថាក្រុមហ៊ុនត្រូវបង់ប្រាក់ឲ្យពួកគេចំនួន20,000យន់បើមិនដូច្នោះទេពួកគេនឹងមិនបន្តធ្វើការទៀតទេ
លោកស្រីលីដែលជាអ្នកគ្រប់គ្រងទូទៅរបស់យើងគឺលោកស្រីចាងបានមកទីនេះដោយផ្ទាល់នៅថ្ងៃនេះដោយមានបំណងដោះស្រាយបញ្ហាទោះជាយ៉ាងណាក៏ដោយការទូទាត់នេះគឺនៅខាងក្រៅនីតិវិធីហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហើយយើងមិនអាចទទួលយកវាបានទេប្រាក់800,000យួននោះគឺជាការទូទាត់របស់កូនស្រីខ្ញុំសម្រាប់ខែកញ្ញាមុនពេលនាងចាប់ផ្ដើមចូលរៀនវាគឺជាប្រាក់ដែលរកបានដោយលំបាករបស់បងប្អូនប្រុសដែលមានវត្តមានដែលបានខិតខំធ្វើការដើម្បីការពារកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់អ្នកច្បាប់គឺច្បាប់ប្រសិនបើអ្នកទូចង់បង្កបញ្ហាអំពីប្រាក់800,000យួនខ្ញុំផ្ទាល់អាចជួយអ្នកឲ្យវាទៅកូនស្រីរបស់អ្នកបានអាហារូបករណ៍គឺល្អប៉ុន្តែក្រុមហ៊ុនមិនអាចមានចិត្តកំណាញ់នឹងហិរញ្ញវត្ថុរបស់ខ្លួនខ្លាំងពេកទេវាមិនចាំបាច់ទេទោះបីជាខ្ញុំក្រីក្រក៏ដោយខ្ញុំមិនអាចសុំជំនួយបានទេខ្ញុំចង់ឲ្យប្រាក់នោះត្រូវបានប្រគល់ជូនវិញដោយកិត្តិយសយប់មិញខ្ញុំបានតាក់ទងអ្នកយកព័ត៌មានតាមខ្សែទូរស័ព្ទសាធារណៈពួកគេកំពុងមកលោកប្រធានយ៉ាងចាំមើលថាតើតម្លៃភាគហ៊ុនរបស់អ្នកសំខាន់ជាងឬ20,000យួននេះសំខាន់ជាងបងស្រីលីនអ្នកនៅទីនេះឥឡូវនេះយើងនៅទីនេះដើម្បីផ្ដល់សក្ខីកម្មដោយប្រើឈ្មោះពិតរបស់យើងលោកចាងនេះជាខ្សែទូរស័ព្ទទាន់ហេតុការណ៍របស់ប្រជាជនប្រសិនបើរឿងនេះចេញផ្សាយនៅថ្ងៃនេះភាគហ៊ុនអចលនទ្រព្យហុងកុងរបស់យើងនឹងខាត់បង់យ៉ាងហោចណាស់2ឬ300លានយួននៅពេលដែលទីផ្សារបើកនៅថ្ងៃស្អែកល្អណាស់អ្នកស្រីលីនអ្នកគឺជាម្ដាយដែលមានឆ្អឹងខ្នងនិងមានការយល់ដឹងខ្ញុំទើបតែសាកល្បងនីតិវិធីអនុលោមភាពបន្ទាន់របស់នាយកដ្ឋានច្បាប់ក្នុងស្រុករបស់យើងកុំយល់ច្រឡំអីក្រុមរបស់យើងបានរីកចម្រើនយ៉ាងខ្លាំងដោយសារតែមនសិការរបស់យើងការគិតកេងប្រាក់និងការខុបខិតខុសច្បាប់របស់លោក Zheng Jianch គឺជាឧក្រិដ្ឋកម្មផ្ទាល់ខ្លួនរបស់គាត់ប៉ុន្តែក្រុមរបស់យើងនឹងមិនអនុញ្ញាតឲ្យកម្មករស្រីដែលត្រូវបានបញ្ឈប់ពីការងារនិងម្ដាយដ៏អស្ចារ្យម្នាក់ស្រក់ញើសនិងទឹកភ្នែកដើម្បីជួយសង្គ្រោះកម្មកររបស់យើងឡើយនាយកដ្ឋានច្បាប់តើអ្នកកំពុងរងចាំអ្វីទៀតធ្វើឲ្យផែនការសង្គ្រោះបន្ទាន់ដែលត្រូវបានអនុម័តជាពិសេសដោយប្រធានក្រុមសកម្មភ្លាមហើយសងប្រាក់វិញគ្រប់កាក់នៃប្រាក់កក់សង្គ្រោះបន្ទាន់ចំនួន20,000យួនដែលអ្នកស្រីលីនបានបង់ជាមុនពីកណនីទូទៅរបស់ក្រុមក្នុងនាមរង្វាន់វិភាគទានពិសេសសម្រាប់ការផលិតប្រកបដោយសុវត្ថិភាពបាត់ចាសខ្ញុំនឹងចាត់ការវាភ្លាមអ្នកនាងលីននេះជាលុយរបស់អ្នក20,000យួនធ្ងន់ហើយស្រួយដូចសពដងនេះជាថ្លៃសិក្សារបស់កូនស្រីខ្ញុំសម្រាប់ខែកញ្ញានេះជាលុយសម្រាប់គ្រួសារយើងសម្រាប់រយៈពេល1ឆ្នាំដែលនៅសល់បងស្រីលូបានវាមកវិញហើយគាត់បានវាមកវិញហើយធ្វើបានល្អណាស់ចៅហ្វាយលីនព្រះជាម្ចាស់មានភ្នែកអ្នកទាំងអស់គ្នាស្ងាត់ទៅដើម្បីលុបបំបាត់គ្រោះថ្នាក់ដែលលាក់កំបាំងនៃអាហារដ្ឋានពលទាំងស្រុងខ្ញុំសូមប្រកាសថាចាប់ពីថ្ងៃនេះទៅអាជ្ញាប័ណ្ណប្រតិបត្តិការសម្រាប់អាហារដ្ឋានផ្លូវការនៅក្នុងការដ្ឋានសាងសង់តំបន់អភិវឌ្ឍន៍ឆេងដុងត្រូវបានផ្ដល់ជូនផ្ដាច់មុខដល់អ្នកស្រីលីនចេនដែលទទួលខុសត្រូវចំពោះការលើកលែងសេវាប្រើប្រាស់និងការជួលទាំងអស់នាយកដ្ឋានច្បាប់របស់ក្រុមហ៊ុនកំពុងរៀបចំកិច្ចសន្យាផ្លូវការមួយថ្ងៃនេះពូលីនឹងទិញសាច់ជ្រូក3ជាន់ពីដុំបន្ថែមឲ្យអ្នកជាមួយនឹងតុលឲ្យភាពល្អវៀងខ្លាញ់និងសាច់គ្មានខ្លាញ់អូអរគុណចៅហ្វាយលីនឥឡូវខ្ញុំគួរតែហៅអ្នកថាអ្នកគ្រប់គ្រងលីនចុងចោតយ៉ាវហ្វយ៉ាយត្រូវបានកាត់ទោសពីបទផលិតនិងលក់អាហារពលនិងបង្កគ្រោះថ្នាក់ដែលជាបទឧក្រិដ្ឋដ៏សាហាវយង់ក្នុងហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល12ឆ្នាំនិងរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់អ្នកសំគំនិតឆោត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល5ឆ្នាំអតីតអ្នកគ្រប់គ្រងគម្រោង Zheng Jianch ត្រូវបានសង្ស័យពីបទឧក្រិដ្ឋទាក់ទងនឹងការងារហើយត្រូវបានផ្ទេរទៅឲ្យអាជ្ញាធរយុត្តិធម៌សម្រាប់ការស៊ើបអង្កេតបន្ថែមក្នុងរយៈពេល1ខែទៀតណាននឹងអាចដើរឆ្លងកាត់ទ្វារនោះដោយលើកក្បាលឡើងខ្ពស់មនុស្សគ្រប់គ្នាគិតថាទីជូដែលជាម្ដាយតូដែលត្រូវបានបញ្ឈប់ពីការងារនិងចិញ្ចឹមកូនគឺជាផ្លែទំទុនដែលអាចច្របាច់និងជន់ឈ្លីបានយ៉ាងងាយស្រួលក្នុងតម្លៃត្រឹមតែ2យន់នៅក្នុងទីក្រុងដែកថែបនេះជាកន្លែងដែលដើមទុននិងជីវិតជាប់ទាក់ទងគ្នាប៉ុន្តែពួកគេមិនបានដឹងថាស្លឹកខ្ទឹមអាចដុះឡើងវិញបានបន្ទាប់ពីត្រូវបានកាត់ប៉ុន្តែប្រសិនបើអ្នកលក់ឆ្អឹងខ្នងរបស់អ្នកនឹងមិនអាចក្រោកឈរឡើងវិញបានទេការធ្វើជាមនុស្សត្រូវតែមានគោលដៅច្បាស់លាស់និងមន្តសការក្នុងការធ្វើជំនួញអ្នកដែលរកលុយតាមរយៈជីវិតរបស់អ្នកដទៃត្រូវបានកំណត់ឲ្យមិនអាចរស់នៅដើម្បីរីករាយនឹងវាឡើយព្រះអាទិត្យកំពុងរះភ្លឺចែងចាំងជីវិតទើបតែចាប់ផ្ដើម